ជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះផងដែរគឺខ្ញុំចេញវីដេអូប្រាប់បងប្អូនទាំងអស់គ្នាថាបើសិនជាបងប្អូនទាំងអស់គ្នាចង់ចេះធ្វើដៃអាវមួយនេះបងប្អូនទាំងអស់គ្នាខ្ញុំនឹងតម្លាក់វីដេអូឆាប់នៅក្នុង Channel YouTube របស់ខ្ញុំដោយសារតែវីដេអូគឺខ្ញុំបានធ្វើហើយប៉ុន្តែខ្ញុំអត់ទាន់កាត់តទេប៉ុន្តែខ្ញុំនឹងតម្លាក់វីដេអូពីរបៀបនៃការគូសពុម្ពនិងរបៀបនៃការដេរនៃការធ្វើដៃអាវមួយនេះដូចខ្ញុំប្រាប់បងប្អូនថ្ងៃមុនរួចអីថាពីរបៀបនៃការធ្វើដៃអាវមួយហ្នឹងខ្ញុំឃើញថាស្តៀងទៅនឹងរបស់គេខ្លាំងអញ្ចឹងណាអញ្ចឹងក៏ខ្ញុំនឹងធ្វើវីដេអូបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៃការធ្វើដៃអាវមួយហ្នឹងប៉ុន្តែនៅក្នុងវីដេអូនេះបញ្ជាក់បងប្អូនខ្ញុំគ្រាន់តែចេញមកប្រាប់បងប្អូនថាខ្ញុំនឹងធ្វើវីដេអូតម្លាក់នៅក្នុង Channel YouTube របស់ខ្ញុំអញ្ចឹងបងប្អូននៅក្នុងfan នៅក្នុង page របស់ខ្ញុំឬនៅក្នុង Channel របស់ខ្ញុំបងប្អូនចាំមើលទាំងអស់គ្នានៅពេលក្រោយខ្ញុំនឹងធ្វើវីដេអូមួយនេះបង្ហាញបងប្អូនទាំងអស់គ្នានៅពេលក្រោយអញ្ចឹងណាដោយសារតែវីដេអូគឺខ្ញុំធ្វើរួចរាល់ហើយគ្រាន់តែខ្ញុំអត់ទាន់បានកាត់តតម្លាក់ប៉ុន្តែខ្ញុំនឹងតម្លាក់នៅក្នុង Channel YouTube របស់ខ្ញុំឆាប់អញ្ចឹងបងប្អូនទាំងអស់គ្នាដែលគាត់ចង់មើលហើយនឹងចង់ចេះពីរបៀបនៃការធ្វើដៃអាវមួយនេះបងប្អូនទាំងអស់គ្នាអាចចូលទៅមើលនៅក្នុង Channel របស់ខ្ញុំបានដោយសារខ្ញុំនឹងធ្វើវីដេអូបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៃការធ្វើដៃអាវមួយនេះតម្លាក់នៅក្នុង Channel របស់ខ្ញុំឆាប់នឹងឯងបងប្អូននិយាយរួមទៅបងប្អូននៅក្នុងវីដេអូនេះគឺខ្ញុំអត់មានអីច្រើនទេគឺខ្ញុំគ្រាន់តែចង់ប្រាប់ថាខ្ញុំបានធ្វើវីដេអូពីរបៀបនៃការធ្វើដៃអាវនឹងរួចរាល់ហើយប៉ុន្តែខ្ញុំអត់ទាន់បានកាត់អីរួចរាល់អញ្ចឹងណាពេលដែលខ្ញុំកាត់តរួចរាល់គឺខ្ញុំនឹងតម្លាក់នៅក្នុង Channel YouTube របស់ខ្ញុំអញ្ចឹងបងប្អូនចាំទៅតាមដានទស្សនាមើលពីរបៀបនៃការធ្វើដៃអាវនឹងទាំងស្រុងតាំងពីរបៀបគូសពុម្ពហើយពីរបៀបដេរគឺខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នានៅក្នុង Channel អញ្ចឹងខ្ញុំតម្លាក់នៅក្នុង Channel YouTube បងប្អូនតាមពិតណាបងប្អូនដៃអាវនេះគឺសាមញ្ញងាយស្រួលធ្វើឲ្យបងប្អូនប៉ុន្តែបើសិនជាបងប្អូនអ្នកខ្លះបើសិនជាគាត់ដែលជួបអត់ដែលធ្វើពីរបៀបនៃការធ្វើដៃអាវមួយហ្នឹងណាព្រោះខ្ញុំធ្លាប់ជាបទពិសោធន៍ខ្លួនឯងហើយនៅពេលដែលខ្ញុំគិតថាហ្នឹងសាមញ្ញហើយងាយធ្វើទៅគិតថាស្រួលចឹងណាដល់ទៅពេលធ្វើលទ្ធផលចេញមកគឺខុសអញ្ចឹងអាចធ្វើឲ្យខូចសាច់ក្រណាត់របស់ភ្ញៀវអញ្ចឹងបងប្អូនត្រូវធ្វើប៉ាន់សិនអានេះជាបទពិសោធន៍ខ្ញុំហើយខ្ញុំចង់ផ្ដាំផ្ញើទៅបងប្អូនដែលគាត់ថ្មីដែលគាត់ទើបនឹងរៀនហើយគាត់នៅស្ទើរគាត់កុំទាន់អាចកាត់ទៅលើក្រណាត់របស់ភ្ញៀវបើសិនជាមានភ្ញៀវកាន់ណាគឺត្រូវមានប៉ាន់សិនបងប្អូនកាត់ប៉ាន់សិនហើយវីដេអូរបស់ខ្ញុំហ្នឹងក៏ជាប៉ាន់ដែរបងប្អូនខ្ញុំចែកម្លែកបងប្អូននៅក្នុង Channel នឹងតម្លាក់ឆាប់ហ្នឹងណាព្រោះពេលដែលខ្ញុំធ្វើទៅគឺខ្ញុំឃើញថាស្តៀងរបស់គេខ្លាំងទៅខ្ញុំយកមកចែកម្លែកបងប្អូនអញ្ចឹងខ្ញុំចង់ផ្ដាំផ្ញើបងប្អូនថាបើសិនជាយើងអត់ទាន់ចេះនៅម៉ូដមួយហ្នឹងទេយើងធ្វើប៉ាន់សិនបងប្អូននេះបងប្អូនអានេះជាប៉ាន់របស់ខ្ញុំណាហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូខ្ញុំតាំងពីដើមរហូតមកដល់ចុងក្រោយនៃវីដេអូអញ្ចឹងណាហើយឃើញថាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាបងប្អូនចាំតាមដានទស្សនានៃការគូសពុម្ពនិងពីរបៀបនៃការដេរដៃអាវមួយនេះនៅក្នុង Channel YouTube របស់ខ្ញុំឆាប់អញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្ររាល់វីដេអូដែលខ្ញុំបានធ្វើឡើងនៅក្នុងpage របស់ខ្ញុំនិង Channel របស់ខ្ញុំទាំងអស់គ្នាអរគុណច្រើនបងប្អូនទាំងអស់គ្នាចាំជួបគ្នានៅវីដេអូក្រោយៗជាបន្តបន្ទាប់ទៀតអរគុណច្រើនជម្រាបលា